bạn đi muối tí vào muối có giấy cái mang cho ba chợ ăn đơn kìa bao nhiêu nào nín nơi đất có tác cái giấy thị trấn hiện này ha xong Việt Nam ấy bao nhiêu mai đâu lúc mà mình muốn ăn lai ai cái ban lai không phải cái lai nó cắt lai chơi món thì sao chơi tập ấy thì phải Việt Nam hoặc mai salad nè riêng salad nằm mốc à hả salad nằm mốc năng salad cho mỗi ai với bên kem hay miên hiện không ai á hiền không ai ăn thà hiền là bọt nè bọt nó chui bọt xoài tơ xôm bọt ấy bọt xoài tơ xôm hiền mán khai không ai riêng mà khai lắm bye bye môi bye bye chung nghe cào hiền không ai à con hiền không ai à hiền không ai con hiền không ai chạy cái khla chạyประกอบchạy nữa nào chứ hả haอะไรหอบกอคอมเหรอ ăn theo trang đá อ้าวจำได้มันเก่งหอบกอคอมอ่ะ tha tha cô khô ngô cha tha đồ thô nhau đa tha đồ thô na đa tha đồ thô nô ba tha vô phô mô vô rô lô vô sa ha la a โอ้แต่ได้มวยโอ้ลอยอ่ะนะเอาดิแกอะไรสดบ้านทำแนมอ่ะอะไรสด sơ ban trùm อะไรโอเคแต่ cho โอเคต่อ khở hờ của khô ngô chó sao chủ cho nhau ăn từ từ đó แต่แต่ได้มวย có khơ của khô ngô chả cha chủ cho nhau đã tha đủ thơ na đã tha đủ thơ nơ bà pha bộ phô mô giờ rồi là vô sa là a ต่อ cả kha của khô ngô chả cha chủ cho nhau đã tha đủ thơ nơ bà pha bộ phô mô giờ rồi là vô sa là a good job ต่อ cả kha của khô ngô chả cha chủ cho nhau đã tha đủ thơ na đã tha đủ thơ nơ bà pha bộ phô mô giờ rồi là vô sa là a โอ้ยเอ็ม good job ចង់សួរគុណចាស់តកតងនឹងការសិក្សារៀនសូត្ររបស់បងប្អូននៅនេះណាព្រោះដោយសារតែកណាបានលើថាបងប្អូននៅនេះមានការសិក្សាទៅរៀនភាសាវៀតណាម9ខែហើយឆ្លៀតមករៀនភាសាខ្មែរ3ខែទៀតហើយតើការរៀនសូត្រហ្នឹងយើងត្រូវទៅរៀននៅណាអញ្ចឹងតិចគុណអាចជួយប្រាប់បងប្អូនបើនិយាយពីបងប្អូនយុវជនខ្មែរនៅកម្ពុជាក្រោមនេះដោយច្រើនពួកគាត់មិនមានពេលទំនេរដើរលេងអីច្រើននេះបើនិយាយទៅថាពួកគាត់រស់តែរៀនដូចបងលើកមកមិញនេះគឺ9ខែរៀនសាលារដ្ឋវៀតណាមនិង3ខែរៀនភាសាខ្មែរគឺនិយាយមកវិលជុំដូចកង់មកតែជាងការរៀនរបស់ពួកគាត់ភាគច្រើនគឺរៀននៅវត្តហើយវត្តនោះគឺអត់មានសាលារៀនគ្រប់គ្រាន់ទេដូចវត្តខ្មែរអីមិនមានសាលារៀនទេគ្រាន់តែយើងយកពីតាំងណាមួយដែលអាចនឹងរកជាម្លប់បានបាំងកម្ដៅថ្ងៃបានបាំងភ្លៀងបានយើងយកពីតាំងនោះឲ្យក្មេងៗរៀនពីច្រើនពីដើមរហូតដល់ឥឡូវនេះគឺច្រើនរៀនក្នុងវត្តគឺដែលប្រជាការយកវត្តហើយយកកន្លែងបង្រៀនក្មេងគឺរោងតែគឺកន្លែងដែលរោសម្រាប់ទទួលទឹកតែទទួលភ្ញៀវណាអញ្ចឹងពេលដែល3ខែនេះគឺយករោងតែនឹងឯងយកមកបង្រៀនក្មេងៗហើយសម្ភារៈក្នុងការសិក្សានៅទីនេះវាអត់បោះបោហូហៀដូចនៅកម្ពុជាទេតែថានៅទីនេះគឺវត្តរ៉ាប់រងទាំងអស់ដោយវត្តក្នុងគណៈសមាភិបនេះភាគច្រើនគឺចំណាយលើបងប្អូនក្នុងមួយឆ្នាំរៀនសូត្រច្រើនទៅភៅបិចទៅភៅពុំអីយើងចែកឲ្យទាំងអស់សូម្បីតែឯកសណ្ឋានឬក៏យើងចែកឲ្យគឺណាឃើញបងប្អូនស្អាតហើយយើងឲ្យមានឯកសណ្ឋានដូចគ្នាទាំងអស់thì ការរៀនរបស់បងប្អូនហ្នឹងយើងបែងចែកពេលវេលារៀនហើយយើងយកតែចំណុចណាដែលវាខ្លីហើយខ្លឹមខ្ញុំយល់បងប្អូនទៅថាងាយនឹងចាប់មេរៀនបានហើយយើងរៀនពីថ្នាក់មូលដ្ឋានឡើងទៅគឺឲ្យបងប្អូនស្គាល់ពីជំនាញត្រាក់វិស័យត្រាក់ពេញតួរៀនប្រកបរៀនអានរៀនផ្សេងតាំងពីអក្សរចំឡើងទៅនឹងមួយផ្នែកហើយក្នុងនោះគឺយើងបន្ថែមមុខវិជ្ជាមួយទៀតគឺឲ្យបងប្អូនយល់ដំណើរពីសិលធម៌សុជីវធម៌ក្នុងការនៅទៅតាមជំនាញប្រឡងប្រពៃណីខ្មែរតាមចុះជាមួយពុទ្ធសាសនាមានតែបណ្ដុះឲ្យបងប្អូននឹងដឹងនៅអ្វីល្អអ្វីប្រាក់អ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើណាហើយបន្ថែមមួយទៀតនៅទីនេះដូចវត្តថាអីគឺបានឲ្យបងប្អូនហាត់រៀនរួមព្រោះចង្វាក់ប្រពៃណីអីបើមិនបង្ហាត់បងប្អូនទេអត់ចេះស្មាអីជួយគ្រូមក
រៀនឲ្យបងប្អូនចេះរាំចង្វាក់សារវ៉ាន់រំនេះមិនត្រឹមរំវងជាវាកុំឲ្យបងប្អូនឃើញគេរាំបាយស្រីតាម TikTok រៀនរាំតាមគេនេះគឺកាត់បន្ថយបានច្រើនហើយបងប្អូនមានភាពមានចរិយាភាពរំទងទេរកជាការចាត់ទុកចាស់ក្នុងគុំស្រុកក្នុងមួយផ្នែកហើយការរៀននេះគឺសភៅពេលខ្លះវត្តខ្លះខ្សត់ទៅមិនមានសភៅពុំគ្រប់គ្នាទេគឺវត្តណាយើងមានលទ្ធភាពក្នុងការចំណាយអញ្ចឹងយើងជាវសភៅពុំតែយើងគាត់ដាក់ឡូតសភៅចេញពីសូមយុវជនកីឡាមកពីថ្នាក់ទី1ដល់ថ្នាក់ទី5ហ្នឹងហើយយើងយកទៅគូពីចេញពីសភៅពុំចាស់ឲ្យបងប្អូនអ្នកមួយតែគាត់អញ្ចឹងសភៅហ្នឹងដូចដូចខ្មែរយើងរៀនតាមសភៅក្រសួងយុវជនកីឡារបស់នៅខ្មែរកណ្ដាលអញ្ចឹងមានពីទី1ដល់ទី12ហ្នឹងមានដូចគ្នាទាំងអស់មានតែពីចាំរៀនបានតាំងពី5ទេរៀនពី5ចាប់បើទៅជាលោកបើបងប្អូនបានបួសទៅរៀនតទៀតរៀនតាមល័យតទៀតតែបើបងប្អូនអត់បានបើបងប្អូនតែចាប់បានបួសទេរៀនចប់តាំងពី5គឺចប់យើងអត់មានរៀនតទៀតបានតែយើងរៀនភាសាវៀតណាមតរៀនតទៅមុខទៅចាប់ទី12កណាគាត់ស្ដាប់គុណចាស់និយាយទៅមានអារម្មណ៍ថាពិបាកអត់ទេដែលត្រូវគ្រប់គ្រងទីវត្តអារាមផងត្រូវគ្រប់គ្រងការមួយផ្នែកទៀតព្រោះបើសិនជាយើងនៅខ្មែរកណ្ដាលវិញមានគ្រូបរិញ្ញាគ្រូអីគាត់ស្ទើរតែមានប្រាក់ខែរដ្ឋអីអញ្ចឹងណាដល់ពេលគុណចាស់នៅនេះស្ទើរតែចំណាយពេលវេលាផ្ទាល់ខ្លួនទៅបរិញ្ញាអីតើមិនដែរបើនិយាយពីផលវិបាករបស់ប្រសង់ខ្មែរក្រោមមានច្រើនគ្រាន់តែលោកអ្នកបងពិចារណាតាមវត្តដូចបានស្ដាប់បានលើវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយថាប្រសង់នៅខ្មែរកម្ពុជាក្រោមនេះលោកមិនមានពេលសម្រាប់គ្រប់គ្រងវត្តទេគឺថាសកម្មគ្រប់យ៉ាងទាំងការកសាងទីសាធារណៈទាំងការដឹកនាំកសាងប្រទេសមនុស្សពិសេសគឺមណ្ឌលយុវជននៅឯងចឹងការរៀននៅទីនេះប្រសង់ជាគ្រូបង្រៀនអត់មានប្រាក់ខែទេមានតែចំណាយលុយខ្លួនឯងបានមកពីបនទានចាស់ចំណាយលើថ្មីនៅវិញតែខ្មែរចឹងមកអាទិត្យមកចាក់អាហារឲ្យបងប្អូនម្ដងមកអាទិត្យបានមករកទួលលេខខាងនេះខ្មែរក៏ចំណាយលើក្មេងៗចូលជិត100លានសម្រាប់បងប្អូនបានរៀនទៅសំខាន់ឲ្យក្មេងៗបានរៀនទៅវាសប្បាយដែរពេលវត្តខ្មែរគឺតម្រង់នឹងក្មេងឈប់ព្រោះយើងដាក់វិន័យចឹងបើបងប្អូនណាឈប់ត្រឹម3ថ្ងៃគឺយើងដេញឲ្យរៀនតាគឺមកហ៊ានឈប់ទេសំខាន់យើងវិន័យចឹងសំជាមួយនឹងការស្និទ្ធស្នាលមួយក្មេងៗគាត់តែស្មាតតែបង្កើតកម្មវិធីសប្បាយជូនពួកគាត់ហើយកម្មវិធីរបស់ប្រាជ្ញាយើងកើតថាពីសួរជាសំណួរអីផ្សេងទៅពីសិល5ពីមង្គលសូត្រចឹងដោយដែលស្មាតក៏បានខកតាមប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងបានពនាមរបស់គុណចាស់ច្រើនតែនិយាយរំតាមពីចូលមករហូតគឺបងប្អូនស្គាល់ច្រើនចង់ថាពីទូចដល់ប៉ុណ្ណាក៏ស្គាល់របស់ពនាមរបស់ព្រះអង្គតែពិបាកអត់ទេក្នុងការគៀងកដែលបងប្អូនមករៀននៅនេះឬក៏ពេលខ្លះទៅវាដោយសារគុណចាស់មានជំនាញទម្លាប់ឲ្យទៅសាលាល្អផងអីផងទៅពួកគាត់វាចង់ឲ្យកូនមករៀនអញ្ចឹងឬក៏គុណចាស់ត្រូវតែគៀងកមនុស្សអីក៏មិនដែរគុណចាស់ដូចនៅវត្តខ្មែរនេះខ្មែរប្រកាសមេក្រូដោយសារពុទ្ធបរិស័ទនៅចិត្តវត្តទាំងអស់អញ្ចឹងប្រកាសមេក្រូក៏លើមុនចូលរៀនមកប្រកាសមកទឹកមុនឲ្យបងប្អូនមកចុះឈ្មោះមុនហើយកាលណាចុះឈ្មោះហើយយើងប្រាប់ថ្ងៃខែដែលយើងបាក់វេទនាការចូលរៀនបើសម្រាប់ខ្មែរការគេងកោអត់ពិបាកសម្រាប់ខ្មែរប៉ុន្តែបើសិនជាយើងបានច្រើនមកបើយើងមិនចេះបង្រៀនមកយើងពិបាកតែបើយើងមានបទពិសោធន៍ក្នុងការបង្រៀនមិនជាបញ្ហាសម្រាប់ខ្មែរដល់ឲ្យបាននៅទីនេះយើងខ្វះសម្ភារៈសិក្សាច្រើនតែសំភៅអង្ការផ្សេងៗគឺខ្វះច្រើនដែលខ្មែរចប់រៀននៅខ្មែរយកមកខ្មែរមកខ្លះទៅព្រោះយើងដោនឡូតពីអ៊ីនធឺណិតមកយើងគូពីតខ្ញុំកណាស្ងប់ស្ងាយបងប្អូនអ្នករស់នៅកម្ពុជាក្រោមនេះមែនតើទាំងបងប្អូនក្មេងយុវជនទាំងលោកយាយលោកតាទាំងប្រសង់អីចឹងដោយសារដូចលបងដូចគុណនិយាយមិញចឹងថារវល់មែនតើហើយកណាបានសួរបងប្អូនដែរថាពិបាកអត់ទេដែលត្រូវរៀនបែងចែកពេល9ខែទៅភាសាវៀតណាមផងហើយខំប្រឹងរៀនភាសាខ្មែរទៀតអីចឹងណា
បងប្អូនថាពិបាកប៉ុន្តែត្រូវតែរៀនដើម្បីជាចំណេះជាជំនាញអញ្ចឹង បើវត្តផ្សេងស្មាអត់ដល់នៅស្មានេះនិយាយថាក្មេងៗមកវត្តស្មា24ម៉ោងអីមិនត្រឹមតែស្មាឲ្យរៀនភាសាខ្មែររៀនវប្បធម៌ទូទៅទេគឺស្មាបានបន្ថែមមុខវិជ្ជាមួយទីកុំព្យូទ័រតែស្មាមានថ្នាក់កុំព្យូទ័រពេលព្រឹងបងប្អូនមក40នាក់ពេលថ្ងៃ40នាក់យប់40នាក់គឺយើងបានចែកបែងចែកឲ្យបងប្អូនរៀនហើយយើងមានគ្រូកុំព្យូទ័រនោះត្រឹមត្រូវរៀនតាំងពីធ្វើពិសេសឡើងនិយាយតាំងពីថ្នាក់មូលដ្ឋានឡើងទៅ គ្រូកុំព្យូទ័រហ្នឹងជា ជារៀនវៀតណាមឲ្យគ្រូរត់មករៀនដល់ពេលរៀនបែបខ្មែរគឺស្មារតីរៀនបន្តដល់ស្មារតីរត់កុំព្យូទ័រខ្មែរញ៉ាំអត់កុំព្យូទ័រញ៉ាំអត់កុំព្យូទ័រ ចឹងនៅនេះមិនមានគ្រូបរៀនអីនេះទេគឺទៅតែគុណចាស់លះបង់ពេលវេលាតទៅសងចំណេះដឹងដែលបងប្អូនទទួលបានគឺពីប្រសងចាស់បើគ្រូប្រសាគាត់មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែបងប្អូនទេជាប់វល់កិច្ចការងាររកស៊ីផងតែបើប្រសងលោកមានពេលច្រើនក្នុងការបង្ហាត់មករៀនបងប្អូនតែស្មាមាននិយាយដូចស្មាលើកពីខាងដើមមានបង្កើតកម្មវិធីស្បាយបង្កើតកម្មវិធីអប់រំបង្កើតកម្មវិធីស្វែងយល់ចំណេះដឹងពីទៅផ្សេងៗសម្រាប់បងប្អូនដូចស្មាគេស្គាល់មកច្រើនតែលើបងប្អូននេះគេឃើញកម្មវិធីបងប្អូនតាមប្រព័ន្ធផ្សព្វផ្សាយគេមកទៅតាមចុងក្រោយកូនចាស់មានអីអំពាវនាវទៅបងប្អូនខ្មែរកណ្ដាលឬក៏មានអ្នកអីគាត់ចង់ជួយបងប្អូនក្នុងការរៀនសូត្រអីបន្ថែមដែរជាចុងក្រោយក៏សូមអំពាវនាវដល់ពុទ្ធបរិស័ទយើងនៅខ្មែរកណ្ដាលផងដែរសូមឲ្យញាតិញោមយើងគឺតាមដានយកចិត្តទុកដាក់ពីការសិក្សារៀនសូត្ររបស់បងប្អូនជាយុវជនខ្មែរកម្ពុជាក្រៅបានច្រើនហើយមួយទៀតប្រសិនបើយើងឃើញវត្តណាខ្វះខាតបងប្អូនត្រូវការសម្រាប់សិក្សារៀនសូត្រអីយើងគួរតែជួយម្នាក់បន្តិចដើម្បីធ្វើយ៉ាងដំណឹកឲ្យបងប្អូននៅកម្ពុជាក្រៅនេះពួកគាត់បានជាភាសាខ្មែរច្បាស់ហើយធ្វើដំណឹកឲ្យវប្បធម៌អត្តសញ្ញាណរបស់ខ្មែរយើងជាពិសេសគឺអក្សរសាស្ត្រនៅគង់វង្សយូរអង្វែងព្រោះពាក្យខ្មែរមួយទៅពោលថាអក្សររលត់ជារលាយអក្សរផលរាយកាន់កាំង កិច្ចសម្ភាសនៅក្នុងវីដេអូនេះគឺខ្ញុំបានទៅលេងវត្តក្រាំងចាយហើយខ្ញុំបានចូលទៅជួបគុណម្ចាស់ចៅសរឿនដែលសួរពីការសិក្សារបស់បងប្អូនអញ្ចឹងបងប្អូនឃើញហើយថាការសិក្សានៅនឹងវាអត់បបោទេសំបីតែតទៅនឹងការសភៅរៀនសូត្រដូចជាសភៅពុំហ្នឹងគឺគុណម្ចាស់បានដោនឡូតពីក្នុងអ៊ីនធឺណិតមកតាមក្រសួងអប់រំយុវជននិងកីឡាហើយយកមកឲ្យបងប្អូនរៀនហើយបើសិនជាបងប្អូនចង់ជួយឧបត្ថម្ភដល់បងប្អូនអីអាចតំណតំណងទៅគុណម្ចាស់ផ្ទាល់choខ្ញុំឲ្យលេខតំណតំណងទៅហើយនឹងលេខតំណតំណងរបស់គុណម្ចាស់អញ្ចឹងហើយក្រៅពីហ្នឹងខ្ញុំក៏បានចូលរួមសកម្មភាពនាំបងប្អូនទៅញ៉ាំនេះញ៉ាំនោះហើយដើរលេងធ្វើសកម្មភាពអីមួយគ្នាបានច្រើននិយាយរួមបងប្អូនសប្បាយពេលដែលខ្ញុំបានទៅលេងម្ដងអញ្ចឹងជាសំណុំពររបស់ខ្ញុំចង់ឲ្យបងប្អូនលៃលោកថាមានពេលអាចឆ្លៀតចូលទៅលេងហើយដូចខ្ញុំនិយាយចឹងថាកុំភ្លេចចូលតាមទីវត្តអារាមទៅបងប្អូននឹងដឹងពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋឬក៏សំណេះសំណាលជាមួយនឹងគុណម្ចាស់ទៅនឹងអាចដឹងពីការសិក្សារៀនសូត្របងប្អូនឬក៏អាចចូលទៅក្នុងភូមិលេខជួបលេងជាមួយនឹងបងប្អូនខ្មែរកម្ពុជាក្រមយើងទៅដើម្បីសួរសុខទុក្ខគាត់ហើយពួកគាត់នឹងអមែនតែនពេលដែលសិនជាបងប្អូនបានទៅលេងពួកគាត់សប្បាយចិត្តហើយខ្ញុំមានបំណងមួយទៀតគឺទៅនៅរដូវកាលពេលដែលបងប្អូនរៀនអក្សរខ្មែរនៅក្នុងវត្តខ្ញុំនឹងទៅមួយសារទៀតចឹងបើមានបងប្អូនអាចចង់ចូលរួមមួយខ្ញុំអាចខមមិននៅក្នុងវីដេអូបានហើយចាំខ្ញុំបបួលទៅហើយចាំទៅទាំងអស់គ្នាក៏បានដែរខ្ញុំចង់ទៅមើលបងប្អូនជាក់ស្ដែងដែលគាត់រៀននៅតាមទីវត្តហើយអាចនឹងនាំសភៅអីទៅខ្លះព្រោះដោយសារបងប្អូននៅរៀននៅហ្នឹងមានការជួបការខ្វះខាតអញ្ចឹងអាចនឹងទៅលេងផ្សារទៀតហ្នឹងគឺយកសភៅអីទៅខ្លះឬក៏អាចជូនជាបច្ច័យគុណម្ចាស់ទៅដើម្បីឲ្យគុណម្ចាស់ចាត់ចែងតាក់ទងការសិក្សារៀនសូត្ររបស់បងប្អូនអញ្ចឹងអរគុណបងប្អូនមែនទែនសម្រាប់ការចូលចិត្តស្រឡាញ់វីដេអូដែលខ្ញុំបានបង្ហោះកន្លងមកហើយបើសិនជាចង់ចូលរួមមួយខ្ញុំកុំភ្លេចចូល comment នៅក្រោមវីដេអូបានហើយខ្ញុំនឹងបបួលបងប្អូនអាចទៅលេងចូលទៅក្នុងនឹងលេងជាមួយគ្នាអរគុណបងប្អូនមែនតើជួបគ្នានៅវីដេអូក្រោយ